បែបនេះតតែសោះហើយពិតមែនហើយរបាំព្រះមហេសីជាតិពិតជាខុសប្លែកពីគេឆ្ងាយណាស់នេះខ្ញុំពិតជាបើកភ្នែកបើកត្រចៀកហើយរបាំរបស់ស៊ូយុនហឺពិតជាគួរឲ្យខ្មាស់អៀនមកប្រៀបធៀបនឹងរបាំយួនជីនមួយក្បាច់បានដល់របៀបណាឃើញច្បាស់ថាព្រះអង្គកំពុងតែលើកស្ទួយស៊ូយុនហឺនាងពិតជានៅដដែលរបាំរបស់នាងពិតជាចម្លែកខ្លាំងណាស់មែនហើយរបាំរបស់បងពិតជាគួរឲ្យអស់សំណើចណាស់បើប្រៀបធៀបនឹងរបាំបងស្រីរបស់ប្អូនមិញនេះគឺពិតជាសក្តិរបាំរបស់មហេសីឯកនិងមហេសីទី2សុទ្ធតែមានចំណុចដែលស្រស់ស្អាតរៀងខ្លួនប៉ុន្តែនៅពេលដែលប្អូនឃើញបងស្រីរំហើយហាក់ដូចក៏ខ្ញុំមានអារម្មណ៍ថាស្លុតចិត្តដូចជាទៅបណ្ដាសាយយ៉ាងម៉េចទេប្អូនពិតជាមិនសប្បាយចិត្តនាងចង់ប្រាប់ពីអ្វីទេប្អូនគ្មានចេតនាអីផ្សេងទេគ្រាន់តែសង្ស័យថារបាំបងនេះមកពីណាដែរឬមួយក៏នាំសំណាងអាក្រក់មកឲ្យមនុស្សគ្រប់គ្នាប្អូនស្មានមិនខុសទេរបាំនេះគឺមិនមែនជារបាំធម្មតាទេប៉ុន្តែវាអាចជួយដល់សុខភាពបម្រុងរាងកាយផងដែរណាបងថាយ៉ាងម៉េចគ្រាន់តែរបាំសពមានគុណសម្បត្តិបែបនឹងបានដល់របៀបនេះហេតុអីក៏មិនបានអូនសង្ស័យថាអ្នកមើលការរាំនេះគឺអាចនាំមកនូវភាពអាក្រក់ដូចនេះការរាំបំរុងរាងកាយគឺសំខាន់ស្មានប៉ុណ្ណាព្រះបិតាការពិតទៅរបាំនេះគាត់បានមកពីការអានគម្ពីរបុរាណរបាំនេះគឺអាចរៀនរាំបានដោយងាយស្រួលហើយក៏អាចបំរុងរាងកាយបានចឹងល្អរបាំនេះពិតជាងាយស្រួលមែនខ្ញុំឃើញព្រះមហេសីរាំបានតែម្ដងទេខ្ញុំក៏អាចធ្វើបានដែរត្រឡប់ទៅវិញខ្ញុំរៀនធ្វើចង់ដឹងថាជំនួយរាងកាយយ៉ាងដូចគ្នាដែរព្រះមហេសីជាតិបើសិនជារបាំនេះដូចនាងនិយាយមែននោះនាងមកជួយបង្រៀនយើងផងណាខ្ញុំម្ចាស់ក៏ចាប់អារម្មណ៍ខ្លាំងដែរបានប្រាប់ម្ចាស់ពេលក្រោយបើយន្តហឺបានចូលវាំងយន្តហឺនឹងបង្រៀនព្រះបិតាទី1ម្ចាស់ជាតិក៏លេបភ្លេងយ៉ាងទៅរស់ប្រទានរង្វាន់អរប្រគុណព្រះបិតាចំណែកឯមហេសីជាតិជួយជីវិតលោកសេនាហើយថ្ងៃនេះក៏បានរាំរបាំដ៏សែនពិសេសទៀតផងយើងពិតជាសប្បាយរីករាយខ្លាំងណាស់មហេសីជាតិថ្ងៃនេះយើងពិតជាមានសេចក្តីសុខខ្លាំងណាស់មកនាំរង្វាន់ដែលយើងនឹងប្រទានឲ្យមហេសីមកថ្វាយឥឡូវនេះមកនេះគឺមកុដហង្សកតុយ9មានហង្សកតុយ9ក្បាល4គ្រឿងប្រដាប់នេះមានតែហង្សហៅប៉ុណ្ណោះដែលអាចពាក់បានឬមួយព្រះអង្គចង់តែងតាំងព្រះមហាសីជីននេះជារង្វាន់ដែលយើងនៅព្រះអង្គត្រៀមនៅប្រទានឲ្យនាងចូលចិត្តទេបើសិនជាខ្ញុំទទួលចូលថ្ងៃក្រោយពិតជាសូមព្រះអង្គម្ចាស់លែងកាយយ៉ាងនេះណាស់ហើយចាយកសិនទេចាំនិយាយគ្នាពេលក្រោយទៀតរង្វាន់ពីព្រះមេដានិងព្រះបិតាគឺខ្ញុំម្ចាស់ពិតជារីករាយណាស់សូមអរព្រគុណណាស់អរព្រគុណព្រះពុទ្ធម្ចាស់ក្រោកឡើងមកចុះមិនបាច់គួរសមពេកទេចាស់ខ្លាយជាអ្នកស្រុកតំណែងចឹងថ្ងៃមុខទៀតតំណែងរបស់ខ្ញុំគឺកាន់តែខ្ពង់ខ្ពស់ថែមទៀតតែគួរស្ដាយណាស់ដែលមានយន្តហឺនឹងបង្រៀនរបាំនេះឲ្យយើងផងបានទេមិនមែនព្រះអង្គស្អប់ខ្ពើមរបាំខ្ញុំម្ចាស់ទេហេតុអ្វីបានជាពេលនេះបាច់ជាយើងគ្រាន់តែចង់បំរុងរាងកាយតែប៉ុណ្ណោះល្អព្រះអង្គម្ចាស់មិនបាច់ចាប់អារម្មណ៍របាំរបស់ខ្ញុំម្ចាស់សូម្បីបន្តិចទាំងអស់នេះគឺគ្រាន់តែបំរុងរាងកាយតែប៉ុណ្ណោះនឹងអស់សម្ដេចរឿងអីហាមអស់សម្ដេចខ្ញុំម្ចាស់នឹងសែកស៊ូយន្តហឺនេះពិតជាមិនដឹងកំហុសមែនក្នុងចិត្តព្រះអង្គម្ចាស់មិនមាននាងហើយនាងនៅមកអូនទានព្រះអង្គទៀតថែមទាំងបានទទួលរង្វាន់ស្រីស្រស់ហេតុអីបានជានាងនៅទីនេះមុខមាត់ស្រស់ស្អាតណាស់ពិតជាគួរឲ្យស្រឡាញ់ណាប្រហែលណានាងលោកដឹងទេថាយើងជាអ្នកណាតែហ៊ានមកលើលើយើងចង់ស្លាប់ឬយ៉ាងម៉េចឥឡូវនាងប្រាប់មកមើលថានាងមានបុត្រីត្រកូលណាចាំយើងចូលស្ដីទៅដឹងនាងដល់ផ្ទះណាស្អាតណាអីយើយរៀបការជាមួយយើងមែនទេមនុស្សដូចជាឯងនេះស័ក្តិសមដែរយើងគឺជាមហេសីជីនទី2ការពិតជាមហេសីជីននេះឯងពិតជាសូមអភ័យទោសខ្លាំងណាស់តែខ្ញុំថាព្រះអង្គម្ចាស់ជីននេះពិតជាមានធ្វើដៃណាស់មានមហេសីជីនមួយព្រះអង្គអាចធ្វើឲ្យព្រះអង្គខ្លាយទៅជាអ្នកទទួលតំណែងបន្តបានថែមទាំងមានមហេសីទី2ចាំមានរូបសម្បត្តិស្រស់ស្អាតចាំកំដរទៀតផងឯងហ៊ានគ្រប់យ៉ាងឯងមិនខ្លាចសាប់ទេមហេសីទី2មិនចង់ស្ដាប់ខ្ញុំនិយាយទេខ្ញុំមិននិយាយទៀតទេ